ប្រទេសយើងមួយនេះគឺកម្ពុជាបានផ្ដល់ច្រើនណាស់ឲ្យយើងគ្រប់គ្នានិយាយអញ្ចឹងទៅរួចហើយបើថាដឹងអញ្ចឹងដែរហេតុអីក៏ខិតខំបំផ្លិចបំផ្លាញលួចប្លន់ជាតិខ្លាំងម្ល៉េះហ៎ហើយដូចខ្ញុំបាននិយាយទៅបើគ្មានកម្ពុជាកូនខ្មែរជាអ្នកការពារជាតិទឹកដីគ្មានពីអ្នកការពារឲ្យមិនថាគ្មានអ្នកការពារឃើញតាំងពីដើមមកឲ្យកូនតកូលខ្លួនឯងនិយាយថាប្រទេសហ្នឹងខ្លួនឯងពូជបងខ្លួនឯងអ្នកយកសាច់ស្រស់ឈាមស្រស់ទៅផ្លោយកមកទៅហើយឥឡូវមិនបានគិតដល់យុវជនខ្មែរទៅវិញហ៎ហើយជាពិសេសបទពិសោធន៍នៃការជឿចាប់នៅក្នុងរយៈពេលមួយឆ្នាំនេះជាពិសេសពីសង្គ្រាមជាតិពីអាចជាកលឹះដែលយើងទាំងអស់ត្រូវចងចាំថាកម្ពុជាត្រូវតែពង្រឹងខ្លួនឯងហើយកូនខ្មែរទាំងអស់ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវត្រៀមទឹកចិត្តដើម្បីជួយពង្រឹងយ៉ាងម៉េចការពារយ៉ាងម៉េចបើនិយាយពីរឿងប្រទេសជាតិមិនបានចាប់ចងគេដាក់គុកហ៎ហើយមួយទៀតបើចង់ច្បាំងចង់ការពារទឹកដីឲ្យកងអង្គរៈខ្លួនឯងហ្នឹងទៅច្បាំងទៅហើយឲ្យកូនខ្លួនឯងពូជបោខ្លួនឯងហ្នឹងទៅច្បាំងមុនបង្ហាញគំរូទៅណាបើថាធ្វើមិនកើតពេលហ្នឹងចាំយុវជនខ្មែរយើងគ្រប់គ្នានាំគ្នាទៅធ្វើហើយចោះចេញទៅហ្នឹងហើយ